ជំរាបសួរក៏ដូចជាសួស្តីបងប្អូនពុកម៉ែទាំងអស់គ្នាមកលក្ខណៈថ្ងៃនេះត្រឹមត្រូវម្ល៉េះថ្ងៃនេះដែរគឺនាងខ្ញុំមកបង្ហាញពីរបៀបធ្វើជ្រក់ល្ហុងដើម្បីញ៉ាំជាមួយសាច់គោឆ្កាបងប្អូនហើយជ្រក់ល្ហុងវិញមិនបានទិញគេទេនេះដើមខ្លួនឯងនេះកពស់មេឃបាន3ផ្លែដែរបងប្អូនហើយវាអត់សូវធំបានទេគឺវាទូចៗអញ្ចឹងណាហើយបន្តមកទៀតហ្នឹងគឺនាងខ្ញុំលើកលីងទឹកស្អាតហើយក៏មកអង្គុយឈូសដែរបងប្អូនឈូសបានប៉ុណ្្នឹងហើយបងប្អូនល្ហុង3ផ្លែហ្នឹងណាចាបន្តមកទៀតនាងខ្ញុំមានតសក់ហ្នឹងក៏ចំនួន3ផ្លែដែរបងប្អូនហើយនឹងសណ្តែកគួរនេះបេះដើមខ្លួនឯងម្សិលមិញហ្នឹងបងប្អូនបាន4 5គូដែរចាឥឡូវនេះខ្ញុំលាងល្ហុងហើយគឺយើងច្បាច់អំបិលបន្ទាប់ពីច្បាច់អំបិលយើងលាងទឹកឲ្យស្អាតហើយគឺដាក់ត្រាំទឹកកកបងប្អូនដើម្បីឲ្យវារឹងឲ្យវាស្រួយមកវិញណាចាឥឡូវគឺរួចរាល់ហើយចាឥឡូវយើងមកលាយគ្រឿងយើងមកនេះយើងតម្រូវមើលល្ហុងយើងទៅនេះខ្ញុំអត់បានប្រាប់ពីសាមម៉ាតទេថាយើងត្រូវដាក់ប៉ុណ្ណាអញ្ចឹងណាយើងថែមគ្រឿងក្រៅឲ្យភ្លក់តម្រូវរសជាតិទៅសម្រាប់រសជាតិវិញគឺមានយើងត្រូវការជូរប្រៃផ្អែមអញ្ចឹងណាចាតម្រូវរសជាតិយើងចង់បានហ្នឹងគឺអូខេបងប្អូនមានអីទេការលាយគ្រឿងមិញហ្នឹងគឺមានទឹកត្រីទឹកខ្មេះស្ករសរ៉ូឌីចាហើយនឹងមានអំបិលផងដែរឥឡូវវីដេអូនេះខ្ញុំក៏ដល់ទីបញ្ចប់ហើយអរគុណបងប្អូនអរគ្នាចំពោះហេង